សូមអោនកាយគោរពចំពោះពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះគឺជាចម្រៀងនៃខ្ញុំនេះជារឿងចេញពីកាអាយបេះដូងក៏សូមលើកដៃបួងដល់ទេវតាវត្ថុស័ក្តិសិទ្ធិគ្រប់ទីកន្លែងសូមបីបាច់ថែរក្សាពុកម៉ែបងប្អូនដែលនៅឯព្រំដែនសូមឲ្យពួកគាត់ប្រកបទៅដោយសុខសុវត្ថិភាពហើយនេះគឺជាចម្រៀងនៃខ្ញុំនេះជារឿងចង់ឲ្យខ្មែរយើងចេះកាន់ដៃគ្នានៅពេលដែលជួបរឿងបញ្ហាចេះតតាំងនៅពេលដែលមានសត្រូវចង់ឈ្លានពានចង្កឹះយើងមួយបាច់គេនេះកាច់មិនបាក់ទេប៉ុន្តែអាចោនេះវាប្រើយុទ្ធសាស្ត្រក៏យើងមិនដឹងដែរចោលនៅក្នុងព្រៃវារៀបកាឡាជាស្រេចវាចង់ឲ្យយើងខូចពួកអានេះវាថោកទាបមកយាតវាដូចជាអាចអីបានតែស្អប់វាក៏ប៉ុន្តែវាធ្វើអ្វីមិនកើតទេពួកអានេះវើយពេលដែលយើងទំនេរយើងគិតតែរឿងសន្តិភាពវានីតិនេគិតតែរឿងទម្លាក់សម្ពាធវាចង់ឲ្យយើងខ្លាចជាសិញ្ជាតិដែលថោកទាបប៉ុន្តែសម្រាប់ខ្មែរមួយវាមិនអាចនោះទេខ្មែរយើងឯតែងអភ័យខ្មែរតែងលើកដៃសំពះអោនគោរពគេខ្មែរយើងមិនចង់បានរបស់អ្នកណាទេប៉ុន្តែសម្រាប់វាចង់បានគ្រប់ពេលរាជរបស់ខ្ញុំគឺបានត្រឹមតែហូរយំរាជរបស់ខ្ញុំគឺបានត្រឹមតែទួញសោកពេលដែលបាត់បង់សមាជិកពីម្នាក់ទៅម្នាក់គាត់បានត្រឹមតែស្រ័យបន់ព្រះចុះឲ្យដើម្បីអ្នកឯងវាអាប់ប្រយ៉ាងនេះអ្នកឯងមិនដែរគិតថាគេមានគ្រួសារគេស្រឡាញ់នៅគ្រួសារតែសម្រាប់អ្នកវិញវាគ្មាននៅគ្រួសារទើបអ្នកខំប្រព្រឹត្តរឿងដែលអនាចារអ្នកគិតថាគេមិនចេះជាចាំមែនទេនេះជាបទចម្រៀងដែលខ្ញុំនេះច្រៀងចេញពីកាអាយបេះដូងរបស់ខ្ញុំនៅពេលដែលឃើញសកម្មភាពប៉ុន្តែតែឃើញកូនខលទៅម៉ែខលមកកូនសួរសុខទុក្ខគ្នាទៅវិញទៅមកពេលដែលវាទម្លាក់គ្រាប់បាត់បង់រីរបស់ខ្ញុំពេលនោះខ្ញុំមានអារម្មណ៍ថាពួកវាពិតជាអាប់ប្រៃយ៉ាងណាពួកវាពិតជាអាប់ប្រៃយ៉ាងណាសូមឲ្យទេវតាដាក់បរាសាសូមឲ្យជនជាតិមួយនេះខ្លាចជាសញ្ជាតិអនាថាគ្មានអ្នកណាគេត្រូវការសញ្ជាតិនេះសញ្ជាតិដែលចោលមកសៀតពួកអាចោសៀមវាតែងដាក់សម្ពាធអស់ពីរឿងមួយចូលរឿងមួយចោះរឿងអីទៀតចុះហេតុអ្វីអ្នកមិនចូលចិត្តរឿងសន្តិភាពអ្នកចង់ឲ្យគេនិយមអ្នកចង់ឲ្យឃើញគេបាត់បង់តែសម្រាប់អ្នកគិតតែពីចង់បានរបស់គេនេះជាការពិសាយសង្ឃឹមពុកម៉ែបងប្អូនទាំងអស់គ្នាមិនប្រកាន់ខ្ញុំឈាមកើខ្ញុំអួតអាមកដែរខ្ញុំនិយាយមែនពេលដែលខ្ញុំឃើញរូបភាពនឹងបង